តើប្រាសាទអង្គរវត្តសាងក្នុងឆ្នាំណាដោយស្ដេចអង្គណាហើយស្ថិតនៅខេត្តណាប្រាសាទអង្គរវត្តត្រូវបានកសាងឡើងនៅដើមសតវត្សទី12ចន្លោះឆ្នាំ1113ដល់1150កសាងដោយព្រះបាទសូរអវ្ម័នទី2ស្ថិតនៅក្នុងខេត្តសៀមរាបនៃព្រះរាជាណាចក្រកម្ពុជានេះគឺជាស្ពានទាំង4ដែលមានប្រវែងវែងជាងគេនៅក្នុងប្រទេសកម្ពុជាចំណាត់ថ្នាក់លេខ4ស្ពានមេគង្គដែលស្ថិតនៅក្នុងខេត្តស្ទឹងត្រែងហើយស្ពាននេះឆ្លងកាត់ទន្លេមេគង្គដែលមានប្រវែង1731ម៉ែត្រចំណាត់ថ្នាក់លេខ3ស្ពានមេគង្គខេត្តក្រចេះឬស្ពានមិត្តភាពកម្ពុជាចិនខេត្តក្រចេះហើយស្ពាននេះក៏ឆ្លងកាត់ទន្លេមេគង្គដែលមានប្រវែង1761ម៉ែត្រចំណាត់ថ្នាក់លេខ2គឺស្ពានកោះកុងដែលស្ថិតនៅក្នុងខេត្តកោះកុងស្ពាននេះដែរសាងសង់ឆ្លងដៃសមុទ្រដែលមានប្រវែង1900ម៉ែត្រហើយចំពោះចំណាត់ថ្នាក់លេខ1ស្ពានដែលមានប្រវែងវែងជាងគេបំផុតនៅក្នុងប្រទេសកម្ពុជាគឺស្ពានសិបាសាឬស្ពានអ្នកលឿងចំពោះស្ពានអ្នកលឿងគឺតភ្ជាប់ពីខេត្តកណ្ដាលទៅកាន់ខេត្តព្រៃវែងដែលមានប្រវែង2215ម៉ែត្រ